เอ็มนะบางโอนเอ้ยมือตัวเมื่อก็ดังแต่บางโอนบานกันได้เมียนรูปมวลพิเศษบานตรับแจจูนปลูกไม้บางโอนบานไอ้หมกมะฮงบางหมกนี่ชั่วโมงชิคเก้นแอบซอฟซอยซอสบานจังสมองโอนตัวสนานออกเนี่ยบานจังรูปมวลนี่คือเจรูปมวลทำไมโดยMy Known Survival TV Show បាទចឹងបងប្អូននឹងបានទស្សនាដោយរីករាយនឹងស្គាល់រសជាតិថ្មីដែលបង្កើតដោយខ្ញុំបាទផ្ទាល់បាទពីpage ក៏ដូចជា channel My Known Survival TV Show បាទអូខេអញ្ចឹងសូមបងប្អូនចូលរួមទស្សនាទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺរៀបចំយ៉ាងពិសេសសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាអំពីរូបមន្តនៃការដុតមាន់និងចំហុយបាទដើម្បីឲ្យសាច់មាន់ទន់ស្វិតនិងមានរសជាតិឆ្ងាញ់បាទយើងអាចយកហូបជាមួយនឹងត្រជាក់ក៏បានជាមួយបាយក៏បានឬក៏ហូបលេងក៏បានដែរបាទហើយរូបមន្តមួយមុខនេះគឺពិតជាថ្មីនិងប្លែកសម្រាប់បងប្អូនបាទដើម្បីសាកមើលធ្វើដូចខ្ញុំបាទនឹងដឹងរសជាតិថាពិសេសយ៉ាងណាបាទជាដំបូងបាទរោមបងប្អូនបាទរោមមិនមួយដល់ថិតល្អបាទថិតហើយយើងបោចវាស្អាតមកលាងឲ្យស្អាតមកបាទហើយបងប្អូនបាទផ្សំគ្រឿងដូចខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងបាទអញ្ចឹងបងប្អូននឹងធ្វើតាមខ្ញុំបង្ហាញនៅក្នុងវីដេអូនេះបងប្អូននឹងបានចេះបានយល់បាទនឹងបានស្គាល់នៅរូបមន្តពិសេសបាទហើយបងប្អូនសាកធ្វើដូចខ្ញុំបង្ហាញនេះទៅបងប្អូនបាទដឹងតែមានរសជាតិឆ្ងាញ់ពិសាបាទអញ្ចឹងបងប្អូនក្រោយពីលាយគ្រឿងរួចហើយបងប្អូនយកវាមកដាក់ក្នុងអូវ៉ែនមកបងប្អូនបាទដុតវាដាក់ភ្លើង200អញ្ចឹងបងប្អូនភ្លើង200រយៈពេលប្រហែលជាកន្លះម៉ោងហើយបងប្អូនប្រែវាប្រែហើយដាក់ប្រែទៅខាងទៀតហើយដុតវាឲ្យក្រហមល្អហើយបងប្អូនបាទហ្នឹងហើយអញ្ចឹងការដុតហ្នឹងគឺក្រហមល្អហើយបងប្អូនដកមករៀបចំយកទៅ steam ម្ដងទៀតបងប្អូនយកទៅ steam នៅក្នុងចង្ក្រានដាំទឹកហ្នឹងបងប្អូន steam វាដើម្បីឲ្យសាច់មិនឡើងទន់ស្វិតនិងមានក្លិនឈ្ងុយបាទហ្នឹងហើយបងប្អូនក្រោយពី steam ហើយបងប្អូនអាចរៀបចំហូបបានហើយបងប្អូនបាទហូបជាមួយបាយពិតជាឆ្ងាញ់មែនទេបងប្អូនរសជាតិហ្នឹងហើយបងប្អូនសាកធ្វើតាមខ្ញុំទៅដូចខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងបងប្អូនបាទខ្ញុំជឿជាក់ថាបងប្អូននឹងជក់ចិត្តនឹងចង់ធ្វើហូបដូចខ្ញុំបង្ហាញដែរបងប្អូនបាទអញ្ចឹងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមានឱកាសបានធ្វើវីដេអូនិងចែកជូននៅរូបមន្តពិសេសណាបងប្អូនអញ្ចឹងបងប្អូនអាចសាកធ្វើតាមខ្ញុំបង្ហាញណាគិតថាសាកមើលទៅដឹងតែពិសេសនិងឈ្ងុយឆ្ងាញ់បាទសម្រាប់រូបមន្តមួយមុខនេះគឺពិតជាថ្មីប្លែកសម្រាប់បងប្អូនយកទៅធ្វើញ៉ាំនៅផ្ទះបាទឬក៏ធ្វើនៅក្នុងកម្មវិធីជប់លៀងបងប្អូនបាទខ្ញុំជឿជាក់ថាពិតជាឆ្ងាញ់មែនបងប្អូនបាទហ្នឹងហើយបងប្អូនអរគុណច្រើនបាទសម្រាប់ការទស្សនាក៏ដូចជាតាមដាននៅវីដេអូរបស់ខ្ញុំនិងអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែចូលរួមទស្សនាចុច like ចុច share ដើម្បីលើកស្ទួយបាទនៅវិស័យធ្វើម្ហូបបាទនិងការចែករំលែកចំណេះដឹងទូទៅបាទនៅក្នុងសង្គមរបស់យើងបាទអូខេអរគុណច្រើនបងប្អូនបាទចូលរួមទស្សនានិងអរគុណច្រើនបាទសម្រាប់ការលើកទឹកចិត្តបាទអរគុណច្រើនបាទបាយបាយ